cha dự xua ចា ចាអូនឈ្មោះអីដែរអូន អេងសុខា ចាគឺនៅភូមិអីឈ្មោះអី បាក់តា ចាហើយពីមុនមកយើងធ្លាប់ដាំដំណាំបន្លែច្រើនទៅតាមនេះចាអញ្ចឹងថ្ងៃនេះខ្ញុំមកចង់សួរដែរដោយសារតែមុនយើងបានចែកផលិតផលសម្រាប់ក្នុងការប្រើប្រាស់ណាចាតែឥឡូវនេះយើងចង់ដឹងថាក្រោយពីប្រើប្រាស់ផលិតផលបៃតងមួយចានេះយើងប្រើជីទឹកសេរីរាង្គចឹងក្រោយពីយើងបានប្រើនៅលើស្បៃដំណាំស្បៃរបស់យើងហ្នឹងតែមុនមិនតាន់ប្រើហើយនឹងក្រោយប្រើតែវាខុសគ្នាបាត់មិនដែរ ពីខុសគ្នាតាមថាមុនវាជើងចូលទៅវាអានោះវាអេងសាប់បាត់ដែរវាមានអាមួយស្អីសាប់ទូសសចាទៅបានម្ដងហើយវាកាត់ខោបានច្រើនដែរចា ចឹងមកនេះថាវាកាត់បន្ថយសត្វនឹងបានច្រើន ចាកាត់ខោសាប់ហ្នឹង ហើយចំពោះភាពលូតលាស់វាមិនដែរ វាលឿនចា លឿនជាងយើងអត់ដែរ ចាលឿនជាងយើងអត់ដែរ ចានេះយើងបានម្ដង ខ្ញុំបាញ់បានម្ដងទេ បានម្ដងតាមពីដាំមកមក បាញ់មកទឹកហ្នឹង មកតែទេចាតែនេះយើងដកហើយយកដាំ ដកពីត្រេយើងបដោះកូននៅត្រេហើយបានយើងមកដាំឡើង ចាហើយបានយើងបាញ់ ចា ចា បាន3ថ្ងៃបានខ្ញុំបាញ់ ចឹងយើងឃើញថាវាល្អជាងមុនដែរ ចាល្អទៅមុន ចាចឹងអរគុណច្រើន ចាអរគុណ